នៅក្នុងវីដេអូនេះខ្ញុំលើកយក idiomatic expression ចំនួន3មកបង្ហាញទី1 clear by heart បាទពាក្យ by heart នេះគឺមានន័យថាចាំរូតមាត់ឬក៏ចាំយ៉ាងស្ទាត់ for example he know this lesson by heart គាត់ចេះមេរៀននេះយ៉ាងរូតមាត់បាទ one more example my father can still recite the poem he learned of by heart at school ឪពុករបស់ខ្ញុំនៅតែអាចសូត្រកំណាព្យដែលគាត់បានរៀននៅសាលាយ៉ាងស្ទាត់ជំនាញ we all had to learn our lesson by heart បាទយើងទាំងអស់គ្នាត្រូវតែរៀនមេរៀនឲ្យចាំស្ទាត់រូតមាត់បាទនេះគឺជាអត្ថន័យរបស់ពាក្យ by heart one more at time clear at time នេះមានន័យថា sometime ជួនកាលពេលខ្លះឬក៏ជួនពេលខ្លះ for example at time he does much better work ជួនពេលខ្លះគាត់ធ្វើការងារបានប្រសើរណាស់ okay one more you can be really annoying at time you know មានដឹងទេថាពេលខ្លះអ្នកបង្កការរំខានខ្លាំងណាស់នេះគឺជាអត្ថន័យរបស់ពាក្យ at time បាទយើងទៅ say at បូកនឹង time plus s បាទ time s it means sometime the last one as usual មានន័យថា always or customarily it mean or use more often មានន័យថាដោយសពមួយដងដោយធម្មតាឬក៏ជានិច្ច for example Sok is late for class again as usual Sok មករៀនយឺតដោយសពមួយដង okay one more Sophia is as usual slow to respond Sophia តែងតែយឺតយ៉ាវនៅក្នុងការឆ្លើយតបជានិច្ចបាទនេះគឺជាអត្ថន័យរបស់ពាក្យ as usual បាទមានន័យថា always done or used more often ដោយសពមួយដងអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទតាក់ទងទៅនឹង idiomatic expression